đây mong ônទាំងអស់គ្នាខ្លាចបងអូនភ្លេចពីរបៀបធ្វើបាញ់កាញ់អ្នកខេត្តស្វាយរៀងណាពេលខ្ញុំធ្វើខ្ញុំចេញវីដេអូទីទៅបាញ់កាញ់នេះសំខាន់ជាងគេគឺទឹកក្តៅដាំពុះហុយផ្សែងទឹកក្តៅត្រូវតែពុះខុកៗដូចខ្ញុំចឹងហើយយកមកលាយក្នុងម្សៅតិចម្ដងហើយបងប្អូនចង់ប្រើម្សៅឆាក្នុងម្សៅអង្គរខ្សាយមួយខាប់ហ្នឹងដាក់ម្សៅឆាកន្លះស្លាបព្រាបាយទៅប៉ុន្តែពេលខ្ញុំធ្វើខ្ញុំមិនដែលដាក់ម្សៅឆាទេពីព្រោះអីពេលខ្ញុំធ្វើទឹកក្តៅខ្ញុំត្រូវតែពុះហុយផ្សែងកាលណាទឹកក្តៅអត់សូវពុះអត់សូវក្តៅម្សៅសាច់ម្សៅបាញ់កាញ់ហ្នឹងគឺផុយហើយពេលបងប្អូនកាត់យើងចង់កាត់វែងកាច់ខ្លីអីសាច់លើបងប្អូនទេហើយលាយម្សៅរោយម្សៅខ្សាយហ្នឹងដើម្បីកុំឲ្យវាស្អិតណាហើយខ្ញុំធ្វើຂະຫນាតមួយខាប់នេះបានបាញ់កាញ់2ចានហើយសំខាន់មួយទៀតពេលបងប្អូនយកបាញ់កាញ់ហ្នឹងទៅបង់ក្នុងទឹកស៊ុបបងម្ដងតិចកាលណាបងទៅទាំងអស់ទៅវាជាប់គ្នាហើយខ្ញុំហូបមួយចានខ្ញុំដាក់តែមួយចានអញ្ចឹងហើយបាញ់កាញ់អ្នកខេត្តស្វាយរៀងអត់ហូបមួយសណ្ដែកប្រុសទេតាំងពីអង់លើយណាបងប្អូនជំរាបលា